ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនឹងខ្ញុំមកធ្វើឆាគ្រឿងកាពិសាច់ជ្រូកឲ្យមានរសជាតិឆ្ងាញ់ចាចំពោះឆាគ្រឿងកាពិសាច់ជ្រូកនេះដែររៀងប្លែកបន្តិចបងប្អូនមិនតែរសជាតិគឺដិតឆ្ងាញ់មែនទែនតែអញ្ចឹងដើម្បីដឹងពីរបៀបធ្វើយ៉ាងណានោះសូមបងប្អូនតាមដានទស្សនាវីដេអូរបស់ខ្ញុំទាំងអស់គ្នាចំណែកនេះគឺជាគ្រឿងផ្សំចាជាដំបូងគឺនាងខ្ញុំបុកគល់គ្រៃស្លឹកក្រូចសើចរំដេងរមៀតហើយនឹងខ្ទឹមសនាងខ្ញុំបុកក្រោយគេបងប្អូននេះគឺជាគ្រឿងដែលយើងយកទៅឆាហ្នឹងហើយនាងខ្ញុំដាក់អំបិលមួយចុងល្ពាបាយមកអំបិលដាក់តែបន្តិចណាបងប្អូនពីព្រោះយើងខ្លាចរបៀបប្រៃពេលដែលយើងឆាយើងដាក់កាពិអញ្ចឹងយើងដាក់អំបិលតែបន្តិចបានដើម្បីកុំឲ្យបុកទៅវាខ្ទាតណាចាឥឡូវបុកវាម៉ត់ហើយនាងខ្ញុំដាក់ខ្ទឹមសចូលមកចាខ្ទឹមសយើងត្រូវបុកក្រោយគេអញ្ចឹងទើបគ្រឿងវាបុកឆាប់ម៉ត់បងប្អូនឥឡូវបុកខ្ទឹមម៉ត់ហើយនាងខ្ញុំដាក់ម្ទេសក្រៀមចិញ្ច្រាំចូលមកដើម្បីឲ្យមានពណ៌ល្អឆាយើងគឺថាមានពណ៌ក្រហមស្អាតអញ្ចឹងណាបងប្អូនតមទៀតនេះខ្ញុំមកពុះត្រប់ស្រួយជា4មករួចយកវាទៅត្រាំទឹកដើម្បីកុំឲ្យវាខ្មៅចំណែកខ្ជាយគឺនាងខ្ញុំយកវាហាន់ជាសរសៃស្ដើងឆ្មាអញ្ចឹងមកវាពុំមុខម្ហូបនេះដាក់ខ្ជាយទៅវាឈ្ងុយបងប្អូនតែបងប្អូនមិនចូលចិត្តមិនបាច់ដាក់ក៏បានដែរចំណែកម្ទេសខៀវនេះនាងខ្ញុំយកវាមកហាន់ស្ដើងអញ្ចឹងមកហើយម្ទេសម៉ាឡេក៏នាងខ្ញុំហាន់កញ្ឆិតស្ដើងដែរចំណែកសាច់ជ្រូកខ្ញុំយកសាច់ស្មាបងប្អូនខ្ញុំជាយកខ្លាញ់ចេញប៉ុន្តែខ្លាញ់នេះខ្ញុំអត់បានចោលទេខ្ញុំយកទៅចំហៀវចំណែកស្បែកខ្ញុំអត់យកទេចាហាន់សាច់ជ្រូកយ៉ាងស្ដើងល្មមមកចានេះខ្លាញ់ជ្រូកដែលបានជាហើយហាន់មុនហ្នឹងខ្ញុំមិនបានថតទេប៉ុន្តែខ្ញុំយកវាមកចំហៀវបងប្អូនពីព្រោះយើងស្ដាយវាកុំចោលវាយើងយកចំហៀវចេញមកយើងយកជំនួសប្រេងឆាបានឥឡូវនេះខ្ញុំដាក់គ្រឿងដែលបានបុកមុនហ្នឹងនិងកាពិចូលមកឆាឲ្យឈ្ងុយសិនចាំតវិឆាកាពិនិងគ្រឿងឈ្ងុយហើយនេះខ្ញុំបន្ថែមប៊ីចេង1 ល្ព្រាកាហ្វេម្សៅសាម៉ុន1 ល្ព្រាកាហ្វេស្ករអំពៅនេះខ្ញុំដាក់1 ល្ព្រាបាយកន្លះបងប្អូនប្រេងខ្យងចំនួន1 ស្លាបព្រាបាយហើយកូរវាឲ្យគ្រឿងផ្សំម្លេងតិចទៅឃើញថាវាកោកពេកអញ្ចឹងខ្ញុំបន្ថែមទឹកបន្តិចចាំតពីបន្ថែមទឹកឲ្យកូរបន្តិចមកនេះខ្ញុំដាក់សាច់ជ្រូកចូលរួចឆាសាច់ជ្រូកនិងគ្រឿងហ្នឹងឲ្យវាចូលជាតិគ្នាមកចាឥឡូវឃើញថាវាកោកទឹកពេកខ្ញុំបន្ថែមទឹកមួយកូនកែវចាចំពោះទឹកគឺយើងថែមទៅបន្តបដាអញ្ចឹងណាគឺអត់បានកំណត់ទេពីព្រោះឆាមុខនេះត្រូវមានទឹកប៉ែចាឥឡូវនេះខ្ញុំដាក់ត្រប់ហើយនឹងខ្ជាយមុនគេពីព្រោះត្រប់វាក្រឆ្អិនហើយចំណែកខ្ជាយវិញខ្ញុំដាក់ឲ្យវារៀងបាត់ក្លិនបន្តិចពេលយើងឆាអត់សូវឆ្អិនវារៀងក្លិនខ្លាំងហើយនេះខ្ញុំឆារហូតដល់តែត្រប់ហ្នឹងវារៀងឆ្អិនហើយខ្ញុំដាក់ម្ទេសពីរមុខនឹងចូលមករួចឆាឲ្យវាឆ្អិនម្ទេសហ្នឹងសិនតែនេះខ្ញុំដាក់ស្លឹកក្រូចសើចហើយនឹងជីនឹងវងចូលពោះឆាមុខនេះគឺដាក់ជីនឹងវងក៏ឈ្ងុយណាបងប្អូនចាគោត្រឡប់ពី3ត្រឡប់អញ្ចឹងមកតែប៉ុណ្ណឹងគឺរួចរាល់ហើយបងប្អូនអញ្ចឹងវីដេអូរបស់នេះខ្ញុំក៏សូមបញ្ចប់ត្រឹមហ្នឹងហើយបងប្អូនកុំភ្លេចចុច like share និង follow page ខ្ញុំម្នាក់មួយផងចាសូមអរគុណសូមជម្រាបលា